เรียนเลยkhông có vài thành công đồng dạng จกใจ chúc quy đúng จกใจ chúc chi ឆ្នាំតើខ្ញុំធ្វើស្ករទាំងម៉ែហ្នឹងគឺអត់ជោគជ័យទេញ៉ាំតើគឺស្អិតជាប់ថ្មិញមែនតែនតែឆ្នាំនេះខ្ញុំអត់ធ្វើម្ដងទៀតតែមុនធ្វើហ្នឹងគឺខ្ញុំហើយជាមួយនឹងគ្រូសាខ្ញុំមានការខ្វែងកំណត់គ្នាជាខ្លាំងគាត់ចង់ធ្វើតាមរបៀបគាត់ខ្ញុំចង់ធ្វើតាមរបៀបខ្ញុំអញ្ចឹងហើយក៏បែងចែកគ្នាធ្វើថាមួយណាធ្វើបានជោគជ័យជាដំបូងខ្ញុំយកស្ទូប៊េរីហ្នឹងទៅលាងទឹកដើម្បីឲ្យបានស្អាតហ្នឹងខ្ញុំបានដាក់អំបិលចំនួន2ស្លាបព្រាចូលត្រាំវារយៈពេល2នាទីហើយលាងវាពី3ទឹកមកខ្ញុំក៏បានយកក្បិតហ្នឹងកាត់ក្បាលវាចេញពេលដែលសម្អាតវាហើយហ្នឹងយើងទុកឲ្យវារៀងស្រស់ទឹកហើយយកกระดาษហ្នឹងមកជូតវាឲ្យស្ងួតហ្មងកុំឲ្យវានៅសល់ជាតិសើមបើមិនចឹងទេស្ករយើងអត់ជាប់នឹងស្ទូប៊េរីហ្នឹងទេហើយខ្ញុំក៏បានយកចង្កាក់ហ្នឹងយកមកដោតនៅស្ទូប៊េរីរបស់យើងដោតធ្វើម៉េចកុំឲ្យវាធ្លុះដល់មុខបើមិនចឹងទេពេលដែលយើងជ្រលក់ស្ករទៅវាអាចឈូសតែលើកក្រោយបើសិនជាខ្ញុំយកស្ទូប៊េរីហ្នឹងមកធ្វើស្ករទាំងម៉ែហ្នឹងទៀតគឺខ្ញុំអត់ធ្វើអាធំអញ្ចឹងទេវាពិបាកនៅក្នុងការជ្រលក់ស្ករអាចនឹងរើរៀងទូជាងនឹងមកហើយនៅផ្ទះនេះនៅសល់ពេញប៉ុនបន្តិចក៏ខ្ញុំក៏បានយកមកដោតចង្កាក់ដែរតទៅពីដោតហើយហ្នឹងខ្ញុំយកវាទៅក្លាសេរយៈពេល1ម៉ោងតែខ្ញុំអត់ដឹងថានៅនេះត្រជាក់ខ្លាំងឬមិនទេខ្ញុំគ្រាន់តែក្លាសេ1ម៉ោងហ្នឹងស្ទូប៊េរីខ្ញុំកអស់លីងលើកក្រោយខ្ញុំចាំខ្លួនឯងដាក់ប្រហែល20នាទីអីទៅបានហើយឲ្យវាត្រជាក់កុំឲ្យវារៀងកកតែរៀងកកគឺញ៉ាំអត់ឆ្ងាញ់ទេឥឡូវគ្រួសារខ្ញុំគាត់ចាប់ផ្ដើមធ្វើមុនគេពេលគាត់ធ្វើហ្នឹងស្ករគាត់ដាក់3ទឹកដាក់តែមួយទេដូចថាស្ករ3សភាទឹក1សភាអញ្ចឹងណាហើយគាត់អត់យកទៅដាក់ដាំពុះអីទេគឺដាក់ក្នុង microwave លើកទី1នេះគាត់ដាក់1នាទីបើកមើលម្ដងបន្ទាប់មកគាត់ដាក់30វិនាទីបើកមើលម្ដងរហូតតស្ករនឹងវាពុះហើយយើងយកចង្កឹះជ្រលក់វាជាមួយនឹងទឹកយកមកភ្លក់ឡមើលបើញ៉ាំទៅនៅជាប់ថ្មិញគឺនៅអត់ទាន់កើតទេតស្ករនឹងញ៉ាំទៅវាស្រួយហ្មងវាអត់មានជាប់ថ្មិញយើងទៅជោគជ័យបើយើងទុកវាជ្រុលវាអាចកកបែបនេះតែកំភៃយើងអាចថែមទឹកដាក់ក្នុង microwave ម្ដងទៀត30វិនាទីយើងបើកមើលម្ដងកុំទុកវាយូរឥឡូវស្ករគាត់នេះបានក្តៅហើយពួកខ្ញុំក៏បានយកស្ទូប៊េរីហ្នឹងចេញមកក្រាលដើម្បីជ្រលក់ស្ករហ្នឹងហើយការធ្វើរបស់គាត់នេះមិនបាច់ត្រាំទឹកកកអីទេអត់មានស្អិតជាប់ថាសស្អិតជាប់គ្នាតតាត់អីគឺអត់មកសម្លេងពេលគេជ្រលក់ស្ករគឺបែបនេះមកកូនចានរបស់គាត់ហ្នឹងជ្រលក់បានតែ5មេពេលដែលវាត្រជាក់ហើយគឺខ្ញុំសាកភ្លក់មុនគេគាត់ធ្វើនេះគឺល្អមែនតើវាអត់មានជាប់ស្អិតជាមួយនឹងថាសនឹងឲ្យសោះបើខ្ញុំធ្វើឆ្នាំមុនវិញខ្ញុំជ្រលក់ក្នុងទឹកកកផងអីផងវានៅតែស្អិតជាប់ថាសឡើងបតៈបតៈពេញហ្នឹងសំឡេងគេឡើងស្រួយខ្ញោកហ្មងហើយញ៉ាំទៅវាអត់មានលក្ខណៈជាប់ថ្មិញជាប់អីណាស្ករហ្នឹងតែស្ទូប៊េរីយើងវារៀងតែជាក់បន្តិចវាចង់កអីបើខ្ញុំធ្វើលឹកក្រោយគឺខ្ញុំអត់ដាក់ក្លាសេអញ្ចឹងទៀតទេពួកអីយើងក្លាសេហើយវាតែជាក់អញ្ចឹងយើងជ្រលក់ស្ករទុកតែមួយស្ទុះគឺវាចេញទឹកហ្មងបើធ្វើភ្លាមញ៉ាំភ្លាមអត់អីទេគ្រួសារខ្ញុំគេធ្វើបានជោគជ័យឲ្យគេសប្បាយចិត្តគេតែជោគជ័យហ្នឹងគឺជោគជ័យតែ5ដើមនឹងឲ្យគាត់របៀបខ្ញុំវិញគឺខ្ញុំដាក់ខ្ទះបែបនេះស្ករ2ទឹក1ស្ករ2ពែងអញ្ចឹងគឺទឹក1ពែងត្បូងឡើងបើកភ្លើងមធ្យមឲ្យវាពុះខ្លាំងហើយទើបដាក់ភ្លើងឲ្យវារៀងទូចវិញយើងអត់កូរអត់អីទេយើងអាចយកខ្ទះហ្នឹងលើកកលែងបានធ្វើបដាភ្លក់បដាឃើញពេលដែលលឺសំឡេងស្រួយបែបនេះហើយញ៉ាំទៅវាអត់ជាប់ថ្មិញបានន័យថាវាអូខេហើយតែគួរឲ្យសោកស្ដាយស្ទូប៊េរីរបស់ខ្ញុំហើយនឹងប៉េងប៉ោះនឹងឲ្យខ្ញុំដាក់ក្លាសេរយៈពេល1ម៉ោងខ្ញុំតែស្ករហ្នឹងខ្ញុំបានធ្វើហើយស្ទូប៊េរីរបស់ខ្ញុំនេះឡើងឈាយឡើងចេញទឹកយើងអត់ជ្រលក់ស្ករញ៉ាំតែទេក៏ញ៉ាំអត់កើតដែរវាឈាយអត់ឆ្ងាញ់ហ្មងពេលដែលយើងទាញឈើមកស្ទូប៊េរីហ្នឹងវាលបោតហ្មងវាឈាយពេកចុះនិយាយពីថាខ្ញុំនេះស្ដាយមែនតើស្ទូប៊េរីហ្នឹងអត់ហ៊ានញ៉ាំនៅស្រស់ផងសុកចិត្តយកមកធ្វើស្ករទាំងម៉ែបែបនេះតែយកតែក្លាសេរឈុលមកនិយាយពីថាឡើងឈាយញ៉ាំលេងកើតតែអត់ហ៊ានចោលឲ្យខំប្រឹងញ៉ាំតាំងអញ្ចឹងហើយនេះស្ករទាំងម៉ែដែលខ្ញុំធ្វើហើយបងប្អូនទុកព្រីយើងកពេលដែលយើងជ្រលក់ស្ករហើយទុកវាមកស្ទុះចឹងទៅគឺវាអាលាយតកហៀទឹកធ្វើឲ្យស្ករយើងនឹងវាស្អិតជាប់នឹងថាសហ្មងតែអត់អីទេយើងបានបត់ពិសោធន៍លើកក្រោយយើងដឹងហើយថាគួរធ្វើបែបម៉េចចឹងណាទុកព្រីនេះលើកក្រោយខ្ញុំអត់យកអាធំបែបនេះមកធ្វើស្ករទាំងម៉ែហើយខ្ញុំក៏អត់យកវាទៅដាក់ក្លាសេដែរអាក្លាសេហ្នឹងបានយើងញ៉ាំភ្លាមណាបើអញ្ចឹងទេយើងទុកនៅក្រៅបែបនេះគឺវាចេញទឹកធ្វើស្ករហ្នឹងញ៉ាំអត់កើតហ្មងហើយស្តុប
Strawberry យើងវិញពេលវាលាយតកអត់ឡើងឈាយឡើងដូច Strawberry អាលុយអញ្ចឹងធ្វើឲ្យបានអាចជោគជ័យហ្នឹងបានតែ5ដបងហ្នឹងឯងថាពីហ្នឹងគឺញ៉ាំអត់កើតទេហើយមានណាខៅពីគ្រួសារខ្ញុំឯងដែលគាត់ប្រហោចហៅម៉ាក់ប៉ាគាត់មកជួយហូបក៏អត់កើតដែរភាសាពួកខ្ញុំធ្វើនេះធ្វើពេលយប់អញ្ចឹងឲ្យពួកគាត់ចូលទៅសម្រានអស់ហើយទុកដល់ព្រលឹមឡើងគាត់ថានឹងញ៉ាំកាន់តែអត់កើតទៀតឥឡូវគាត់ quest score នឹងចេញទាំងអស់ដោយសារគាត់ថាគាត់ញ៉ាំច្រើនអញ្ចឹងទៅវាផ្អែមពេកហើយ Strawberry ហ្នឹងសិតតែទឹកខ្ញុំញ៉ាំតែ5គ្រាប់ឯងឡើងឆ្អែតគាត់នេះខំពឺតអស់ញ៉ាំហើយអីហើយកន្លែងទៅមើលម៉ោង7:01បាទហើយនេះទុកជាបទពិសោធន៍ឆ្នាំក្រោយគឺយើងធ្វើឲ្យកាន់តែល្អជាងឆ្នាំនេះទៀតតែចង់បញ្ជាក់ស្ករដែលខ្ញុំធ្វើលើកនេះញ៉ាំមួយណាក៏អត់ជាប់ថ្មិញដែរតែទាស់ត្រង់រឿង Strawberry យកតែខ្លះសេហ្នឹងហ្មង